ดเอาไว้บ้านชีมนุษย์จีจรานึกนงโลกนี้ประชมมุกตัวหนึ่งจำนอดปัญหาชีวิตจันนั่นแหละเนาะเฮ้ยต่อทัวอย่างน้าดำไปเอาชีวิตเนี่ยมีนเพียบโจกใจหนึ่งมีนสิกระไดซอกเต้นเนาะตาแน่ๆทัวอย่างน้าดำไปเอาชีวิตมีนเพียบเรื่องมองในเฮรันบัดเท่าเนาะเฮ้ยตอนเนี่ยกรองเนี่ยมาชมนั่งเนี่ยมีนกินมีนพนัดกำเนิดข้อขนาดอย่างไรมาได้เนาะดับเบิลรอกดำนองสไลด์เตียงนี้สมตามนาสดับการวิธีชีวิตจีนึงเลยและเพื่อการวิเพียษาหนึ่งไส้ประตูในริ่งรถไงเศร้าหนึ่งทั้งไงติดจะปีมองดอกปีดอกมองมุ้ยทั้งไงตรองหนึ่งสถานีวิจุทะเลริทนีพนมเป่งหนึ่งสถานีวิจุกล้องเสียมเรียบ FM 102.5 เมกะเฮิรตซ์การวิธีนี้นักน้อมได้หลบอัมไซโบราความตรอการผลิตโดยสถาบันเฮรังวัตถุอันตรจิตออยโกเกรดินวิจิสถานอภิวัตวิสัยมิโครเฮรังวัตถุกัมพูชีหนึ่งองค์การการนาฟันอันตรจิตจะริงรอกไข่ลูกเนี่ยนึงมีโอกาสชนะในรางวัลพิเศษปีกรรมวิธีส้มกำปลิกตามดัชดับการวิธีชีวิตนึงเลยว่าเอาชีวิตกันตายโปรซาลาចានាងខ្ញុំបញ្ញានីតជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីជីវិតនឹងលុយសូមលំអរកាយគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តដែលនិយមគាំទ្រកម្មវិធីជីវិតនឹងលុយទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ចាកម្មវិធីជីវិតនឹងលុយត្រូវបានបង្កើតឡើងដោយលោកអមសេងបូរ៉ាដែលលោកគឺជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកនិងសក្តានុពលនិងទទួលបានការគាំទ្រពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit វិជាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការកណាហ្វាន់អន្តរជាតិចាកម្មវិធីជីវិតនឹងលុយមានការផ្សាយជូនជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ចាហើយប្រិមត្តទាំងអស់អាចខលចូលរួមក្នុងកម្មវិធីដើម្បីសាកសួរសំណួរទៅកាន់វិក្កាមកិត្តិយសឬក៏មានមតិយោបល់អាចចូលរួមក្នុងកម្មវិធីបានដោយមិនអស់ប្រាក់អស់កាក់ពីទូរស័ព្ទដៃនោះទេក្រោមលេខទូរស័ព្ទមាន3ប្រព័ន្ធគឺមានលេខ017 999 126 07កុដ99 10កុដ25និងប្រព័ន្ធទូរស័ព្ទមួយខ្សែទៀតគឺមានលេខ097 61 53 999ចាជាការពិតណាកម្មវិធីជីវិតនឹងលុយជានៅរាល់សប្តាហ៍តែលើកឡើងនៅប្រធានបទល្អៗដែលតេតងជាមួយនឹងផ្នែកគំនិតផងតេតងជាមួយនឹងការផ្លាស់ប្ដូរផ្នែកគំនិតនិយាយទៅអាចនិយាយអំពីផ្នែកគំនិតអ្នកមានផងផ្នែកគំនិតអ្នកក្រអាចនិយាយអំពីគោលដៅជីវិតហើយណាមួយទៀតអ្វីដែលកាន់តែពិសេសនោះគឺឲ្យបានជជែកគ្នាអំពីអាជីវកម្មផងដែរហើយការជជែកនិងបកស្រាយអំពីប្រធានបទមួយតេតងជាមួយនឹងអាជីវកម្មគឺតែងតែអញ្ជើញការចូលរួមអំពីវិក្កាមកិត្តិយសមិនវិក្កាមកិត្តិយសគឺគាត់មានយ៉ាងបទពិសោធន៍ហើយគឺជាអ្នកកាន់តែពិសេសនោះទៀតគឺជាម្ចាស់ក្រុមហ៊ុនអាជីវកម្មផងដែរគាត់មិនត្រឹមតែចែករំលែកជាមួយនឹងបទពិសោធន៍និងចំណេះដឹងនិយាយទៅដែលគាត់មានទេគឺចែករំលែកទៅដល់ប្រិមិត្តទាំងគ្នាហើយណាមួយទៀតប្រិមិត្តអាចខលចូលរួមក្នុងកម្មវិធីដើម្បីសាកសួរទៅកាន់សំណួរទៅកាន់វិក្កាមកិត្តិយសវាថាបើសិនជាចង់មានអាជីវកម្មណាមួយអញ្ចឹងទៅចៃដន្យមានវិក្កាមកិត្តិយសដែលគាត់ចូលមកគាត់មានបទពិសោធន៍នឹងទៀតចឹងអាចខលចូលរួមមកពិភាក្សាជាមួយវិក្កាមកិត្តិយសវាខ្លួនយើងអាចនឹងផ្ដល់ទៅមតិយោបល់ដែលល្អៗហើយអាចដោះស្រាយអំពីបញ្ហាដែលប្រិយមិត្តទាំងអស់គ្នាកំពុងតែប្រឈមមុខផងដែរចាហើយដោយសារតែរៀងនេះទីហើយថ្ងៃនេះដែរគឺយើងមានកិត្តិយសមែនតើបានអញ្ជើញចូលរួមពីវិក្កាមកិត្តិយសដែលលោកគឺជាម្ចាស់អាជីវកម្មដ៏ធំហើយបើសិនជានិយាយទៅកាន់ប្រិយមិត្តទាំងអស់គ្នាប្រិយមិត្តប្រកាសជាដឹងហើយថាតើក្រុមហ៊ុននេះជាក្រុមហ៊ុនអ្វីចាអញ្ចឹងអាចនិយាយបានថាថ្ងៃនេះគឺវិក្កាមកិត្តិយសគឺអញ្ជើញចូលរួមដោយលោកសោមសម្បត្តិចាហើយលោកគឺជាប្រធានក្រុមហ៊ុនតែក៏សុំលាក់សិនចាំឲ្យវិក្កាមកិត្តិយសបង្ហាញខ្លួនឯងថាតើមកពីក្រុមហ៊ុនអីចាអញ្ចឹងសូមជួបវិក្កាមកិត្តិយសទាំងអស់គ្នាចាសូមជម្រាបសួរបងបាទជម្រាបសួរកញ្ញាហើយជម្រាបសួរដល់ប្រិយមិត្តវិទ្យុ 102.5 ដែលកំពុងតែតាមដានស្ដាប់កម្មវិធីជីវិតនឹងលុយចាជីវិតនឹងលុយចាអាចជំរាបសួរបងបានថាបងធ្លាប់ចូលរួមក្នុងកម្មវិធីជីវិតនឹងលុយពីមុនមកដែរទេចាបាទមែនតើខ្ញុំបានចូលរួម2ដងកន្លងមកហើយថ្ងៃនេះគឺជាលើកទី3បាទចាលើកទី3អញ្ចឹងមិនមានអារម្មណ៍ថាដូចជាគេហៅថាដូចជាធម្មតាចូលរួមកម្មវិធីដូចយើងនិយាយដូចជាធម្មតាមើលទៅដូចជាអត់មានភ័យហើយក៏អត់មានសម្ពាធក្នុងការចូលនិយាយព្រោះជាការប៉ັດណាការសន្ទនាក្នុងវេលានេះគឺតែស្ដាប់
ទូទាំងប្រទេស24ខេត្តក្រុងអញ្ចឹងណាចាអញ្ចឹងអាចជំរាបសួរបងបានថាអាចនិយាយអំពីប្រវត្តិប្រវត្តិរូបសង្ខេបបន្តិចថាបងស្រុកកំណើតនៅទីណាហើយមានបទពិសោធន៍ការងារយ៉ាងណាធ្លាប់ធ្វើការអីគេខ្លះហើយបានឥឡូវខ្លះជាប្រធានក្រុមហ៊ុនមួយអាចជំរាបបានថាប្រធានក្រុមហ៊ុនអីដែរគេដែរបាទអរគុណបាទសូមជម្រាបសួរដល់ប្រិយមិត្តណាទាំងអស់គ្នាបាទខ្ញុំឈ្មោះសោមសម្បត្តិបាទនិយាយឈ្មោះសម្បត្តិតកូលសោមហើយខ្ញុំជាអ្នកដែលមានពូជពងគេហៅវងត្រកូលពីខេត្តតាកែវបាទពីខេត្តតាកែវខាងតាកែវចាប៉ុន្តែដោយសារឪពុកម្ដាយកើតនៅតាកែវយើងចេះតែថាអ្នកតាកែវប៉ុន្តែខ្ញុំខ្លួនឯងមែនតើគឺពិតជាកុមារមួយដែលបានកើតនៅក្នុងទីក្រុងភ្នំពេញបាទនៅក្នុងសង្កាត់ទឹកថ្លាកាលពីឆ្នាំ1972បាទអញ្ចឹង72មកដល់2014គឺខ្ញុំបានអាយុ42ឆ្នាំចាបាទហើយខ្ញុំគឺជាកូនទី3ក្នុងគ្រួសារមួយដែលមានកូន4នាក់បាទដែលមានកូន4នាក់សម័យលន់ណុលឪពុកខ្ញុំគឺជាអ្នកបើកបរយន្តហោះបាទបាទបើកបរយន្តហោះយោធាទៅទៀតសម័យនោះហើយនៅក្នុងរបបប៉ុលពតឪពុកខ្ញុំក៏បានចែកឋានទៅបាទគាត់ស្លាប់នៅក្នុងរបបប៉ុលពតទៅហើយក្រោយមកទៀតគឺម្ដាយខ្ញុំក៏មានជំងឺហើយគាត់ស្លាប់ទៅទៀតទៅបាទអញ្ចឹងខ្ញុំគឺជាកូនកំព្រាទាំងឪពុកទាំងម្ដាយហើយក្នុងជីវិតនេះគឺក្រខ្សត់មែនទែនពីព្រោះក្រៅពីយើងដឹងស្រាប់ហើយសំបីតែអ្នកភាគច្រើនដែលមានឪពុកមានម្ដាយផងនៅតែក្រអញ្ចឹងបាទនៅតែអត់ហើយចូលតម្រាំយើងគ្មានទាំងឪពុកគ្មានទាំងម្ដាយទៅទៀតអញ្ចឹងគឺថារស់នៅក្នុងជីវភាពជាកូនកំព្រាក្រខ្សត់ហើយឱកាសនៃការរៀនសូត្រក៏មិនបានទៅរៀនในបានវែងឆ្ងាយទេព្រោះខ្ញុំរៀនបានទាបមែនទែនខ្ញុំរៀនបានចប់ត្រឹមថ្នាក់បឋមសិក្សាមែនទែនចប់ថ្នាក់ទី6បាទចប់ថ្នាក់ទី6ហើយក៏ចេះតែស្វះស្វែងរកមុខរបរណាចិញ្ចឹមបងប្អូនផងណាចិញ្ចឹមក្រុមគ្រួសារផងណាហើយក្រោយមកក៏បានទៅស្ម័គ្រធ្វើជាកងទ័ពបាទធ្វើទាហានបានជាង2ឆ្នាំក្រោយពីគេមានកិច្ចព្រមព្រៀងក្រុងប៉ារីសចរចាត្រូវគ្នាទៅខ្ញុំនឹកឃើញតែស្រុកត្រូវគ្នាគេត្រូវរកអ្នកចេះណាបាទព្រោះស្រុកសង្គ្រាមគេត្រូវការរកអ្នកក្លាហានណាដល់តែពេលយើងស្រុកសានត្រានស្រុកមានសន្តិភាពយើងត្រូវយកចំណេះដឹងមកពឹងផ្អែកជាហេតុនេះហើយបានជាខ្ញុំបានលាឈប់ពីទាហានទៅខ្ញុំខំទៅប្រឹងរៀនបាទរៀននៅជំរំយើងហៅជំរំជនភៀសខ្លួនណាបាទខ្ញុំទៅរៀនទៅរយៈពេល8ខែបាទខ្ញុំខំប្រឹងប្រែងបដិញ្ញាចិត្តរៀនមែនទែនរយៈពេល8ខែខ្ញុំក៏ចេះបានភាសាបរទេសចំនួន2បាទគឺភាសាអង់គ្លេសហើយនិងភាសាថៃបាទហើយខ្ញុំក៏សម្ភាសជាប់ជាអ្នកបកប្រែភាសាអង់គ្លេសភាសាថៃភាសាខ្មែរហ្នឹងនៅជំរំជនភៀសខ្លួននៅជាមួយនឹងអង្គការគេហៅអង្គការ UN Bro ណាអង្គការដែលជួយសម្របសម្រួលធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញមានអង្គការ UN Bro ហើយនិងអង្គការ UNHCR បាទអញ្ចឹងធ្វើបកប្រែសម័យនោះហើយដល់ពេលខ្ញុំដល់ឈ្មោះត្រឡប់មកកម្ពុជាវិញខ្ញុំក៏វិលមកហើយយើងក៏បានទៅសម្ភាសជាប់ជាអ្នកបកប្រែឲ្យអ៊ុនតាក់បាទសម័យអ៊ុនតាក់ខ្ញុំក៏ជាអ្នកបកប្រែភាសានៅសម័យអ៊ុនតាក់ដែរចាបាទប៉ុន្តែក្រោយមកគឺខ្ញុំមិនបន្តជាមួយនឹងអង្គការឬក៏ដែនសង្គមស៊ីវិលទេខ្ញុំមកខាងជំនួញម្ដងបាទខ្ញុំមកចូលធ្វើការជាមួយនឹងក្រុមហ៊ុនឯកជនម្ដងបាទភាសាខ្មែរយើងច្រើននិយាយថាធ្វើខ្ញុំចិនម្ដងហ្នឹងបាទភាសាខ្មែរថាធ្វើខ្ញុំចិនហ្មងចាព្រោះខ្ញុំចូលមកទីក្រុងភ្នំពេញនេះខ្ញុំឃើញចិនគេមានបាទចិនមានចាដូចកញ្ញាឃើញស្រាប់ហើយភាគច្រើនឲ្យថាអ្នកមានហ្នឹងភាគច្រើនគឺថាមុខចិនណាកូនចៅចិនអីចឹងចាហើយខ្ញុំកើតជាចម្ងល់មួយថាចុះហេតុអីបានចិននឹងមានហើយយើងចម្លើយយើងឃើញថាដោយសារចិនហ្នឹងគឺថាគាត់សិតតអ្នករ៉ូស៊ីណាបាទគាត់ជាអាជីវករអញ្ចឹងទេខ្ញុំគិតថាបើសិនជាយើងមិនទៅធ្វើការឲ្យអ្នករ៉ូស៊ីណាបើមិនទៅធ្វើខ្ញុំចិនយើងរ៉ូស៊ីយើងប្រហែលជាមិនងាយនឹងមានឱកាសទៅធ្វើជាអ្នករ៉ូស៊ីទេពីព្រោះយើងមិនដឹងពីបច្ចេកទេសមិនដឹងមិនមានគំនិតមិនយល់ពីរបៀបក្នុងការរ៉ូស៊ីនឹងយ៉ាងម៉េចអញ្ចឹងយើងត្រូវទៅធ្វើការឲ្យគេ
មកឡោះហើយខ្ញុំបានជាខ្ញុំស្ម័គ្របម្រើធ្វើការឲ្យដៃក្រុមហ៊ុនឯកជនបាទហើយឆ្លងកាត់ការធ្វើការឲ្យក្រុមហ៊ុនឯកជនយ៉ាងច្រើនមែនទែនទៅគឺខ្ញុំប្រឡូកជាមួយក្រុមហ៊ុនឯកជនប្រហែលជា10ក្រុមហ៊ុនបាទប្រហែលជា10ក្រុមហ៊ុនចាសូមជម្រាបកញ្ញាចេះគឺថាខ្ញុំធ្វើការឲ្យក្រុមហ៊ុនឯកជនតាំងពីអាជីពជាអ្នកលក់ប្រាក់ខែ$70បន្តការឡើងតំណែងទទួលខុសត្រូវរហូតដល់ចុងក្រោយខ្ញុំបានកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅបាទយើងហៅថា General Manager បាទពីធ្វើពី Salesman ធ្វើពីអ្នកលក់រហូតដល់អ្នកគ្រប់គ្រងទូទៅបាទ General Manager ចា General Manager បាទប្រាក់ខែ70ដល់ប្រាក់ខែប្រហែល1000ណាអញ្ចឹងយើងឃើញថាបាទដៃលូតលាស់មែនទែនណាក្នុងការធ្វើការងារនេះលូតលាស់មែនទែនបាទបាទចាហើយនិយាយទៅគឺបងបានបញ្ជាក់មិញគឺបងធ្វើការតាំងពីថាអ្នកលក់តូចតាចប្រាក់ខែ$70រហូតដល់ខ្លាយជា General Manager អ្នកគ្រប់គ្រងទូទៅចង់ជំរាបសួរបងថាឥឡូវនេះគឺបងទៅជាប្រធានដូចជាប្រធានក្រុមហ៊ុនមួយហើយចា Campaign ចាអញ្ចឹងហេតុអីបានជាសម្រាប់ចិត្តបង្កើតនៅអាជីវកម្មខ្លួនឯងចង់ដឹងថា Campaign ហ្នឹងគឺជាបងគឺជាម្ចាស់អាជីវកម្មតែម្ដងហើយហេតុអីបានជាសម្រាប់ចិត្តក្នុងការដែលធ្វើអាជីវកម្មខ្លួនឯងនោះបាទអរគុណបងអូនដែលបានសួរសំណួរនេះគឺមែនទែនដូចខ្ញុំបានប្រាប់ខាងដើមព្រោះយើងចង់ធ្វើយើងចង់ប្រែក្លាយខ្លួនឲ្យទៅជាអ្នករកស៊ីបាទអញ្ចឹងក៏ចាប់ផ្ដើមស្ម័គ្របម្រើការងារឲ្យក្រុមហ៊ុនឯកជនមានន័យថាយើងធ្វើខ្ញុំចិនភាសាសាមញ្ញមិញក្រោយពីឆ្លងកាត់នៃការធ្វើការអស់10ប្រហែលជា10ក្រុមហ៊ុន10ឬ11ក្រុមហ៊ុនយើងឃើញថាពេលដែលយើងធ្វើការហ្នឹងគឺថាយើងទទួលបានជោគជ័យមែនទែនបាទដែលយើងទៅធ្វើការឲ្យក្រុមហ៊ុនណាយើងឃើញថាក្រុមហ៊ុនហ្នឹងរីកចម្រើនណាម្ល៉េះហើយយើងក៏ចាប់ផ្ដើមបែកគំនិតបាទចាប់ផ្ដើមបែកគំនិតថាជាមួយនឹងបទពិសោធន៍ដែលយើងមានជាមួយនឹងអាយុណាដែលយើងដល់អាយុមួយដែលថាយើងមានការទទួលខុសត្រូវមានភាពចាស់ទុំមានបទពិសោធន៍ច្រើនម្ល៉េះហើយខ្ញុំក៏នឹកថាយើងត្រូវធ្វើអ្វីមួយដើម្បីខ្លួនឯងណាអូខេបើយើងនិយាយចិត្តឲ្យសាមញ្ញហ្មងគឺថាយើងចង់ក្លាយទៅជាអ្នកមានម្ល៉េះហើយចាប់ផ្ដើមរៀបចំគម្រោងផែនការប៉ុន្តែការពិតរៀបចំដំបូងហ្មងគឺថាយើងរៀបចំឲ្យដៃថៅកែដែលយើងធ្វើការឲ្យគាត់ទេប៉ុន្តែដោយគាត់បដិសេធណាគាត់យល់ថាវាមិនមានអនាគតអញ្ចឹងខ្ញុំក៏បន្តលក់គម្រោងនឹងទៅកាន់មិត្តភ័ក្តិជាច្រើនអ្នកហើយចុងក្រោយមកខ្ញុំក៏បានជួបមិត្តភ័ក្តិ2នាក់ដែលព្រមធ្វើជាមួយគ្នាបាទអញ្ចឹងគឺថាសូមបញ្ជាក់ថាcampaign ថ្នាំពណ៌ជាតិនេះគឺយើងបង្កើតឡើងដោយជនជាតិខ្មែរ3នាក់បាទក្នុងនឹងមានខ្ញុំម្នាក់ផងដែរហើយនឹង2នាក់ទៀតបាទអញ្ចឹងអាចឆ្លើយដោយខ្លីថាខ្ញុំជាម្ចាស់អាជីវកម្មផងហើយខ្ញុំជាអ្នកគ្រប់គ្រងអាជីវកម្មផងបាទហ្នឹងបើសិនជាភាសាអាដែងជ្រុងនៃការរកចំណូលយើងហៅថា self employed មានន័យថាយើងជួលខ្លួនឯងឲ្យធ្វើការបាទហ្នឹងកញ្ញាចានិយាយទៅគឺបងគឺជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនថ្នាំពណ៌ជាតិ Campaign ចាដល់ពេលអាជីវកម្មប្រភេទនេះខ្ញុំឆ្ងល់ទេថាអាជីវកម្មនៅនិយាយទៅបើយើងសង្កេតឃើញអាជីវកម្មជាទូទៅណាគ្រប់ប្រភេទអីក៏មានដែរប៉ុន្តែហេតុអីបានជាបងជ្រើសរើសយកអាជីវកម្មថ្នាំពណ៌ជាតិនេះហើយឲ្យឆ្ងល់នេះខ្ញុំគិតថាអាជីវកម្មមកកកហេតុអីបានជាសម្រាប់ចិត្តធ្វើអាជីវកម្មប្រភេទនេះចាបាទខ្ញុំសូមសរសើរក្នុងការចុចសំណួរនេះពីព្រោះខ្ញុំចង់បញ្ជាក់ថាមុខរបរមានច្រើនណាស់បាទណាអាជីវកម្មមានច្រើនណាស់ចាប៉ុន្តែខ្ញុំចូលចិត្តធ្វើអាជីវកម្មទាំងឡាយណាដែលយើងមើលទៅឃើញថាមនុស្សភាគច្រើនយល់ថាលំបាកបាទចាបាទយើងអាជីវកម្មណាដែលមនុស្សភាគច្រើនយល់ថាស្រួលខ្ញុំអត់ធ្វើទេខ្ញុំចូលចិត្តធ្វើអាណាដែលមនុស្សយល់ថាលំបាកអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមគិតពីរឿងថ្នាំលាបនេះយើងឃើញថាភាគច្រើននៃការយល់ឃើញរបស់អ្នកនៅក្នុងស្រុកគាត់យល់ថាខ្មែរធ្វើមិនបានទេចាបាទទៅទិញរបស់គេនាំយកមកលក់ទៅល្អជាងខ្មែរយើងមិនមានលទ្ធភាពធ្វើទេហើយបើមិនជាយើងចង់ធ្វើក៏ពិបាកណាស់ហ្នឹងយើងអត់មានធនធានមនុស្សសម្រាប់ធ្វើទេយើងអត់មានអ្នកបច្ចេកទេសទេបាទហើយធ្វើទៅក៏មិនកើតទេណាអញ្ចឹងនៅពេលដែលខ្ញុំឮពាក្យទាំងអស់នេះ
ខ្ញុំប្រែคล้ายថាជាវាជាឱកាសមួយដ៏ធំពីព្រោះបើគេយល់ថាมันអាចធ្វើបានហើយយើងអាចធ្វើបានមានន័យថាឱកាសហ្នឹងវាធំណាស់សម្រាប់យើងណាបាទយើងចូលចិត្តធ្វើអ្វីដែលអ្នកដទៃយល់ថាហ្នឹងធ្វើមិនកើតណាហើយបើមិនជាយើងធ្វើកើតគឺមានន័យថាអ្នកដែលអាចធ្វើតាមយើងនឹងតិចណាស់តែបើមិនជាយើងទៅសួរទៅថាអ្នកដទៃសិតថាអាហ្នឹងល្អហើយណាស្រួលធ្វើណាស់អីធ្វើណាស់អញ្ចឹងមានន័យថាបើពេលដែលយើងធ្វើបានគេនឹងធ្វើបានដូចគ្នាបាទចាហើយកញ្ញាអាចក៏លេខឃើញហើយរាល់ថ្ងៃនេះគឺយើងមើលហាងកាហ្វេវិញណាស្រួលណាស់ណាគេគ្រាន់តែជួលកន្លែងទៅធ្វើដេក័រតុបតែងទៅយើងបើកជាហាងកាហ្វេទៅអញ្ចឹងគឺថាឃើញថានាំគ្នាធ្វើប្រងព្រាតបាទអ្នកខ្លះក៏រលំទៅវិញទៅអ្នកខ្លះក៏បន្តដំណើរការហ្នឹងបាទចាអញ្ចឹងគំនិតជា snowball ហ្មងគឺខ្ញុំបង្កើតដល់ campaign ត្រាំពណ៌ជាតិនេះព្រោះខ្ញុំយល់ថានេះគឺលំបាកមិនងាយមានអ្នកណាធ្វើបានទេអានេះចំណុចទី1ចំណុចទី2បើសិនជាយើងធ្វើបានមានន័យថាវាមិនមែនត្រឹមតែមានគុណតម្លៃជាអាជីវកម្មទេវាមានគុណតម្លៃជាអត្តសញ្ញាណជាតិបាទមានន័យថាវាបញ្ឆ្លោះបញ្ចាំងអំពីមោទនភាពរបស់កម្ពុជាចា៎បាទពីព្រោះក្នុងប្រវត្តិសាស្ត្រមិនទាន់មានអ្នកធ្វើបានអញ្ចឹងនៅពេលដែលយើងធ្វើបានមានន័យថាយើងមិនត្រឹមតែជាក្រុមហ៊ុនដែលប្រកបអាជីវកម្មទេគឺជាក្រុមហ៊ុនប្រវត្តិសាស្ត្របាទហ្នឹងបាទជាក្រុមហ៊ុនប្រវត្តិសាស្ត្រមានន័យថាយើងមានចរិតជាក្រុមហ៊ុនជាតិមានបាទក្រុមហ៊ុនដែលបង្កើតដោយជនជាតិខ្មែរហើយយើងមានមោទនភាពអញ្ចឹងបាទចាអញ្ចឹងcampaign ហ្នឹងគឺផលិតនៅឲ្យខ្មែរតែម្ដងគឺផលិតដោយជនជាតិខ្មែរចង់ជំរាបសួរបងថាដោយសារតែថាដោយបងបានមានប្រសាសន៍មកអញ្ចឹងគឺកោងការធ្វើថ្នាំពណ៌ជាតិហ្នឹងគឺត្រូវតែមានបច្ចេកទេសត្រូវតែមានឲ្យធនធានដើមអញ្ចឹងពិបាកក្នុងការដែលស្វែងរកឲ្យធនធានឬក៏អ្នកបច្ចេកទេសក្នុងការមកធ្វើឲ្យចង់ដឹងពីវិធីសាស្ត្រក្នុងការដែលស្វែងរកវិញព្រោះដោយសារតែថាដោយបងនិយាយអញ្ចឹងថ្នាំពណ៌ជាតិពិបាកធ្វើគឺយើងត្រូវតែមានបច្ចេកទេសក្នុងការធ្វើមិនបានឲ្យវាលាបទៅស្អាតហើយណាមួយទៀតត្រូវតែមានវត្ថុធាតុដើមហើយមិនបានដឹងថាផលិតបាននៅថ្នាំពណ៌ជាតិមកបានថាជាប្រភេទដែលអាចលាបបាននោះបាទអរគុណអាជីវកម្មខាងផលិតបែប campaign ថ្នាំពណ៌ជាតិនេះគឺមែនតែនទៅជាអាជីវកម្មមួយគេហៅថាបើយើងរាប់តាមលំដាប់អក្សរខ្មែរមានន័យថាពីកដល់អបាទចាមានន័យថាយើងចាប់ផ្ដើមតាំងពីដំបូងរហូតដល់ទីបញ្ចប់ចំពោះវិធីសាស្ត្រយើងទទួលស្គាល់ថាមុននឹងយើងមានយើងបានវិធីសាស្ត្រក្នុងការធ្វើមកដល់ពេលនេះយើងប្រឈមជាមួយនឹងការលំបាកជាច្រើនចា៎ហើយខ្ញុំខ្លួនឯងនេះគឺមីនះទៅទៀតមិនព្រមជួលអ្នកបច្ចេកទេសបរទេសទេបាទហ្នឹងហើយមិនព្រមប្រើអ្នកបច្ចេកទេសបរទេសទេខ្ញុំសុខចិត្តចំណាយពេលវេលាខ្លួនឯងណាចំណាយដែលធ្វើការបដិញ្ញាចិត្តណាចំណាយដែលពេលដែលគំនិតបញ្ញាខ្លួនឯងដើម្បីទៅរៀនបច្ចេកទេសថ្នាំហ្នឹងបាទខ្ញុំរៀនចេះរួចហើយបានខ្ញុំយកបច្ចេកទេសហ្នឹងមកបន្តឲ្យកូនខ្មែរដទៃទៀតណាឬមួយយ៉ាងទៀតយើងហៅថាបន្តបង្រៀនដល់បុគ្គលិកយើងដែលទទួលខុសត្រូវខាងបច្ចេកទេសហ្នឹងហើយយើងព្យាយាមរៀនពីគេមកយើងផ្ទេរមកជាបណ្ដើបាទអញ្ចឹងយើងអាចឆ្លើយបានដោយខ្លីថាកញ្ញាចំពោះវិធីសាស្ត្រមុននឹងបង្កើតបានផលិតផលនីមួយគឺថាយើងឆ្លងកាត់រយៈពេលយ៉ាងវែងផលិតផលខ្លះអាចប្រើពេល6ខែបានយើងធ្វើបានសម្រេចផលិតផលខ្លះអាចប្រើពេលដល់ទៅ3ឆ្នាំបានយើងបានសម្រេចទេបាទអញ្ចឹងការបង្កើតផលិតផលបែបដូច campaign ថ្នាំពណ៌ជាតិនេះគឺជាការបង្កើតមួយដែលមានភាពស្មុគស្មាញហើយយើងត្រូវដែលចំណាយពេលវេលានិងថវិកាយ៉ាងច្រើនចំពោះការធ្វើការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលនីមួយយើងហៅថា research and development ណាអញ្ចឹងយើងត្រូវចំណាយពេលវេលាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលហ្នឹងគឺថាយូរណាស់ដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺថាផលិតផលខ្លះដែលរៀងងាយបន្តិចយើងអាចប្រើពេល6ខែយើងធ្វើបានប៉ុន្តែផលិតផលខ្លះអាចចំណាយពេលដល់ទៅ3ឆ្នាំណាបាទចាហ្នឹងហើយប៉ុន្តែថ្មីត្បិតតែវាយូរអញ្ចឹងមែនប៉ុន្តែមិនមែនមានន័យថាយើងធ្វើផលិតផលមួយហើយបានយើងទៅធ្វើផលិតផលមួយទៀតទេយើងអាចតែធ្វើការស្រាវជ្រាវ5ផលិតផលក្នុងពេលតែមួយអញ្ចឹងទៅចាបាទអញ្ចឹង6ខែដំបូងយើងអាចហើយអាទី1បាទ6ខែបន្ទាប់ទៀតមកយើងអាចហើយទី2បាទ6ខែបន្ទាប់ទៀតយើងហើយទី3 6ខែបន្ទាប់ទៀតមកបានទី4អញ្ចឹងចាបាទហើយនៅក្នុងចន្លោះហ្នឹងបើសិនជាយើងមានឱកាសក្នុងការស្រាវជ្រាវផលិតផលណាមួយទៀតយើងចាប់ផ្ដើមបញ្ចូលមានន័យថាយើងចេញមួយយើងស្រាវជ្រាវមួយទៀតយើងចេញមួយយើងស្រាវជ្រាវមួយទៀតអ
អញ្ចឹងការបន្តការស្រាវជ្រាវហ្នឹងគឺថាអត់ឈប់ទេបាទហើយភាពស្មុគស្មាញលើបច្ចេកទេសគឺយើងជួបជារហូតបាទជួបរហូតខ្ញុំឲ្យឧទាហរណ៍ថានៅក្នុងឆ្នាំនេះនៅពេលដែលយើងជួបបញ្ហាបច្ចេកទេសល្មមយើងទៅថៃយើងទៅវៀតណាមដើម្បីរៀនសូត្របន្ថែមដល់ពេលវាខ្លាំងពេកទៅយើងត្រូវទៅដល់ឥណ្ឌូនេស៊ីដែលមានស្នាក់ការខាងដេញក្រុមហ៊ុនគេលក់វត្ថុធាតុដើមធំនៅឥណ្ឌូនេស៊ីយើងទៅអញ្ចឹងទៅបាទហើយខែក្រោយនេះគឺថាយើងត្រូវទៅទៀតហើយបាទយើងត្រូវទៅទៀតហើយយើងទៅរៀនសូត្រពីគេបាទគេមានដេញមន្ទីរពិសោធន៍ធំអញ្ចឹងគឺយើងទៅពិសោធន៍នៅកន្លែងគេរកឃើញហើយបានយើងមកបន្តធ្វើពិសោធន៍នៅកន្លែងយើងបន្តទៀតបាទនេះគឺថាវិធីសាស្ត្រក្នុងការអភិវឌ្ឍផលិតផលហ្នឹងគឺថាមានភាពស្មុគស្មាញប៉ុន្តែយើងបើសិនជាយើងគ្រាន់តែថាស្មុគស្មាញយើងមិនអាចធ្វើបានទេមានន័យថាយើងអត់ធ្វើបាទតែបើសិនជាយើងបន្តជំនះភាពស្មុគស្មាញនេះនៅពេលដែលយើងបានជាផលិតផលមកអានោះហើយគឺជាជោគជ័យរបស់យើងបាទចាបើតាមស្ដាប់បងមានប្រសាសន៍មិញហ្នឹងគឺជួបឧបសគ្គច្រើនមែនតើពីមួយទៅមួយចឹងនិយាយថាពិបាកក្នុងការស្វែងរកបច្ចេកទេសផងអីផងឧបសគ្គមួយក្នុងនាមបងជាអ្នកដែលរ៉ាន់និយាយទៅគឺជាអ្នកដែលដំណើរការអាជីវកម្មផ្ទាល់បើសិនជាពេលដែលជួបឧបសគ្គចឹងដែលមានអារម្មណ៍ថាចង់រេរាឈប់ធ្វើវិញដែរទេដែលធ្លាប់មានអារម្មណ៍បែបនេះទេខ្ញុំមានអារម្មណ៍ផ្ទុយពីនឹងវិញបាទបងអូនបើកាលណាដែលជួបបញ្ហាខ្លាំងមែនតែនហ្មងខ្ញុំគិតថានេះហើយជាឱកាសថ្មីមួយទៀតបាទឱកាសថ្មីមួយទៀតពីព្រោះថានៅពេលដែលភាពស្មុគស្មាញកាន់តែខ្លាំងមានន័យថាឱកាសហ្នឹងវាកាន់តែធំហេតុអីបានយើងនិយាយអញ្ចឹងខ្ញុំលើកឧទាហរណ៍ថានៅពេលដែលមនុស្សផលិតទូរស័ព្ទដៃផលិតទូរស័ព្ទបែបធម្មតាឃើញទេហ្នឹងហើយយើងឃើញថាគាត់ចំណេញតិចពីព្រោះទូរស័ព្ទហ្នឹងស្រួលធ្វើវាអត់ទៅមានភាពស្មុគស្មាញបញ្ហាវាអត់ធំដល់ពេលដែលមានអ្នកស្រាវជ្រាវរកឃើញដែលទូរស័ព្ទឆ្លាតវៃបាទទូរស័ព្ទដូច smartphone ជាក់ស្ដែងដូច iPhone ដែលលោក Steve Jobs រកឃើញយើងឃើញថាខ្ញុំជឿថាទូរស័ព្ទ smartphone នេះបង្កើតឡើងដោយភាពស្មុគស្មាញខ្លាំងណាស់ហើយមានការលំបាកខ្លាំងណាស់នេះប៉ុន្តែបងអូនគិតមើលនៅពេលដែលសហគ្រិនហ្នឹងអ្នកបង្កើតហ្នឹងគាត់អាចបង្កើតអាហ្នឹងបានយើងឃើញថាគាត់ភាសាខ្មែរយើងថាកើបលុយមកបាទចាណាកើបលុយមកគឺលឺសូរតែចេញហ្នឹងមនុស្សអង្គុយចាំទិញបាទចាដេកបាទហ្នឹងហើយបាទនៅគេងចាំ3 4អ្នកបាទអ្នកខ្លះដែលចាំឲ្យខ្ញុំឃើញថាដូចនៅជប៉ុនអីគឺថាដែលគេបើកលក់ថ្ងៃច័ន្ទគាត់ទៅរងចាំតាំងពីល្ងាចថ្ងៃសុក្រនោះបាទតាំងពីល្ងាចថ្ងៃសុក្រទៅដេកចាំហ្នឹងគឺថាធ្វើម៉េចឲ្យបានទូរស័ព្ទហ្នឹងបានប្រើមុនគេហើយហេតុអីបានគាត់ចង់បានអាហ្នឹងម៉េចដោយសារថាអាហ្នឹងគឺវាស្មុគស្មាញណាមិនមមទៅធ្វើចេញមកចាដូចយើងដូចគ្នាបាទណាយើងដូចគ្នានៅពេលដែលយើងជួបបញ្ហាស្មុគស្មាញយើងបែរទៅជាគិតថាអាហ្នឹងគឺជាចំណុចវិជ្ជមានទៅវិញសម្រាប់យើងណាបាទយើងកុំឲ្យអាដែងគិតអវិជ្ជមានហើយទៅបាក់ទឹកចិត្តបាទបើសិនជាយើងជាមនុស្សម្នាក់ដែលបាក់ទឹកចិត្តយើងជាពិសេសឧបមាថាយើងជាថ្នាក់ដឹកនាំអាជីវកម្មឬថ្នាក់ដឹកនាំណាក៏ដោយបើសិនជាយើងបាក់ទឹកចិត្តហើយមានន័យថាអាជីវកម្មហ្នឹងស្លាប់ហើយចាព្រោះបើសិនជាបុគ្គលិកតូចតាចឬក៏អ្នកធ្វើការតូចតាចគាត់បាក់ទឹកចិត្តយើងអាចលើកទឹកចិត្តគាត់បានចុះបើយើងអ្នកដឹកនាំបាក់ទឹកចិត្តអ្នកណាគេមកលើកទឹកចិត្តយើងបាទអញ្ចឹងយើងត្រូវតែចេះលើកទឹកចិត្តខ្លួនឯងហើយយើងត្រូវតែមានវិជ្ជមានលើខ្លួនឯងមានជំនឿចិត្តលើខ្លួនឯងណាហើយយើងពុះពៀដាច់ខាតយើងអត់ខ្លួនឯងនឹងធ្វើបានចាជាទូទៅរៀងរាល់ដែលយើងធ្វើអ្វីមួយគឺយើងអត់ប្រើពាក្យថាយើងព្យាយាមទេគឺយើងប្រើពាក្យថាយើងតាំងចិត្តធ្វើតែម្ដងបាទណាយើងមានការបដិញ្ញាចិត្តធ្វើតែម្ដងបាទចាយើងក៏មិនគ្រាន់តែព្យាយាមប៉ុន្តែមានពេលខ្លះការព្យាយាមដូចថាយើងរងបាទការព្យាយាមយើងថារបៀបដូចថាមនុស្សដែលព្យាយាមមានន័យថាមនុស្សរងចាំពេលវេលាល្អគាត់នឹងធ្វើប៉ុន្តែបើមនុស្សដែលបដិញ្ញាចិត្តគាត់អត់រើសពេលណាក៏គាត់ត្រូវតែធ្វើដែរហើយខ្ញុំអាចនិយាយបានថាខ្ញុំគឺជាប្រភេទបុគ្គលដែលបដិញ្ញាចិត្តខ្ញុំអត់រើសថាពេលណាទេឧទាហរណ៍ថានៅក្នុងឆ្នាំ2009 2010ដែលសេដ្ឋកិច្ចធ្លាក់ចុះចាបាទអ្នកខ្លះគឺថាគាត់អត់ហ៊ានបង្រៀនអាជីវកម្មទេពីព្រោះគាត់គិតថាឱកាសនេះអត់ល្អទេពេលនេះអត់ល្អទេខ្ញុំផ្ទុយពីនឹងទៅវិញខ្ញុំទៅបង្រៀនអាជីវកម្មនៅក្នុងឆ្នាំ2009 2010ដែលអ្នកដទៃយល់ថាมันល្អនឹងទៅវិញ
ហើយខ្ញុំយល់ថាពេលហ្នឹងគឺពេលល្អណាស់ខ្ញុំឲ្យឧទាហរណ៍ចំណុចល្អឲ្យបងអូនបាន2 3ឧទាហរណ៍ចានៅពេលដែលសេដ្ឋកិច្ចល្អដែក1តោន$1,000ចានៅពេលដែលសេដ្ឋកិច្ចមិនល្អដែក$1,500អញ្ចឹងបើសិនជាបងអូនទិញដែកមកធ្វើសំណង់បងអូនចំណេញពាក់កណ្ដាលចានៅពេលដែលសេដ្ឋកិច្ចល្អឥត$10,000 $800នៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះបងអូនទិញឥត$10,000តែ$300ទេបងអូនចំណេញ1ជា3បាទចានៅពេលដែលសេដ្ឋកិច្ចកើនឡើងបងអូនពិបាករកមនុស្សមកធ្វើការណាពីព្រោះម្នាក់ត្រូវការមនុស្សដូចគ្នានៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះមនុស្សអត់មានការងារធ្វើអញ្ចឹងយើងសម្បូរមនុស្សប្រើឃើញទេបាទហ្នឹងហើយអញ្ចឹងគឺយើងព្យាយាមអាហ្នឹងបើយើងមែនតែនទៅយើងបង្កើតឱកាសឲ្យខ្លួនឯងផងបង្កើតឱកាសឲ្យអ្នកដទៃផងបង្កើតឱកាសឲ្យខ្លួនឯងត្រង់ថាយើងអាចធ្វើវានៅក្នុងពេលហ្នឹងវាធូរថ្លៃចំណេញយ៉ាងតិចពាក់កណ្ដាលបើយើងត្រូវចាយអានេះ100000ដើម្បីធ្វើឲ្យបានតម្រេចនៅក្នុងពេលដែលសេដ្ឋកិច្ចឡើងយើងចាយតែ50000នេះយើងចំណេញយ៉ាងតិចពាក់កណ្ដាលយើងបង្កើតឱកាសឲ្យអ្នកដទៃត្រង់ថាគាត់គង់តែពិបាករកការងារធ្វើដល់តែពេលយើងមានបង្កើតការងារធ្វើអញ្ចឹងគឺថាគាត់សប្បាយចិត្តចាយ៉ាងហោចណាស់មានការងារធ្វើគ្រាន់រស់ដែរអញ្ចឹងណាបាទអញ្ចឹងបានរបៀបគិតខ្ញុំជឿថាយើងមានរបៀបគិតខុសៗគ្នាណាចាបាទដោយសារតែថាឲ្យមិញហ្នឹងគឺបងបានបញ្ជាក់បើសិនជានិយាយទៅគឺចាប់យកឱកាសតែម្ដងបើសិនជាដូចបញ្ហាដូចជាការឆ្នាំ2003 2009ហ្នឹងគឺសេដ្ឋកិច្ចធ្លាក់ចុះប៉ុន្តែបងគឺឈោងចាប់ឱកាសនេះតែម្ដងចាហើយដោយសារតែថាឲ្យសំណួរវិក្កាមកិត្តិយសបានបកស្រាយនៅសំណួរជាច្រើនហើយយើងសូមពេលវេលាសូមឲ្យវិក្កាមកិត្តិយសក្នុងការសម្រាប់ឲ្យយើងទៅស្ដាប់រឿងខ្លីទាំងអស់គ្នាផងដែរចាបាទសូមអរគុណលោកពូអ្នកមានច្រើនណាស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមការប្រជុំស្ដីពីកម្មវិធីប្រាក់កម្ចីរបស់គ្រឹះស្ថានខ្ញុំបាទនៅថ្ងៃនេះណែខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោកពូមេភូមិផងដែរដែលបានខ្នះខ្នែងចូលរួមការផ្សព្វផ្សាយទៅដល់លោកពូអ្នកមីងទាំងអស់ឲ្យបានដឹងពីដំណឹងប្រជុំស្ដីពីកម្មវិធីប្រាក់កម្ចីថ្ងៃនេះខ្ញុំនឹងមកភូមិរបស់លោកពូអ្នកមីងម្ដងទៀតនៅថ្ងៃពុធខាងស្អែកនេះសម្រាប់លោកពូអ្នកមីងត្រូវការដាំទុនដើម្បីវិនិយោគឬក៏ការពង្រីកមុខរបរហើយបើចាប់អារម្មណ៍ចង់ខ្ចីប្រាក់កម្ចីពីខាងខ្ញុំសូមអញ្ជើញមកផ្ទះរបស់លោកពូមេភូមិនៅថ្ងៃពុធខាងស្អែកនេះបាទគឺនៅម៉ោង 9 ព្រឹកផងដែរអូហ្នឹងហើយពិសេសមែនតើណាហ្នឹងហើយឥឡូវនឹងគឺថាល្អមែនតើសម្រាប់យើងទាំងអស់គ្នាមិនអញ្ចឹងហើយលោកបងបាទទៅហើយអ្នកណាបាទមុនពេលបញ្ចប់តើលោកពូមេភូមិមានពាក្យពេចន៍អ្វីចង់ផ្ដាំផ្ញើទេសូមអញ្ជើញបាទអូបាទសូមអរគុណដល់ក្មួយណែដោយលោកគ្រូគាត់បាននិយាយអញ្ចឹងបើបងប្អូនត្រូវការលុយពង្រីកមុខរបរឬក៏ការបង្កើតនៅមុខរបរថ្មីអាចមកផ្ទះរបស់ខ្ញុំបាទនៅថ្ងៃពុធខាងស្អែកដើម្បីទំនាក់ទំនងជាមួយនឹងលោកគ្រូចោះណែប៉ុន្តែត្រូវចាំថាខ្ញុំជាមេភូមិមិនចង់បានអ្វីពីបងប្អូនទាំងអស់គ្នាទេគ្រាន់តែចង់ឃើញអ្នកទាំងអស់គ្នាគឺមានការរីកចម្រើននិងការសប្បាយសប្បាយតែប៉ុណ្ណោះអញ្ចឹងមុនពេលដែលសម្រាប់ចិត្តខ្ចីប្រាក់ត្រូវពិចារណាបានមែនទែនជាមួយនឹងគ្រួសារប្តីប្រពន្ធរបស់ខ្លួនត្រូវគិតឲ្យច្បាស់ថាខ្លួនត្រូវការទុនប៉ុន្មានដើម្បីមានផែនការច្បាស់លាស់ណែពីព្រោះអីលុយខ្ចីនេះណាគឺសុទ្ធតែលុយដុសកតុយបានន័យថាខ្ចីហើយត្រូវសងគេវិញណែខ្ញុំខំតាក់ទងលោកគ្រូឲ្យមកផ្ដល់ប្រាក់កម្ចីមកដល់បងប្អូនយើងខ្លាចជាមនុស្សដែលមានទុកឲ្យសោះណាអញ្ចឹងការប្រជុំរបស់យើងនេះព្រឹកនេះគឺបានមកដល់ទីបញ្ចប់ហើយខ្ញុំក៏សូមជូនពរទៅដល់លោកពូអ្នកមីងទាំងអស់ឲ្យប្រកបរបររកស៊ីគឺបានគ្រប់គ្នាខ្ញុំបាទសូមជម្រាបលាលោកពូអ្នកមីងទាំងអស់គ្នាសិនហើយបាទចានឹងហើយអញ្ជើញចោះណាក្មួយពីថ្ងៃនេះគឺយើងមិនបារម្ភពីដើមទុនទេណាគឺថាលេងខ្វល់លេងអីទាំងអស់ណាណែអើវីយ៉ាម៉ែវីបើតាមតែចិត្តខ្ញុំវិញណាចង់តែទៅខ្ចីលុយពីគ្រូច័ន្ទរិទ្ធនឹង$1000ទៀតទេឯងណែបើតាមគណិតអើវីឯងគិតមិនដែរម៉ែវីយើងឥឡូវនេះណាកំពុងតែជាពាក់គេពីកន្លែងរួចទៅហើយខ្ចីពីគ្រូរានោះ$1000ណែនឹងជាពាក់គ្រូសុខានោះ$500ទៀតគិតទៅមួយខែណាម៉ែវីយើងស្ទើរតែរត់ការបង់ដើមគេនោះមិនបានរួចផងហើយយើងសល់ទិញទួយតែប៉ុណ្ណោះសម្រាប់តក់ទៅមុខទៀតចុះបើឯងខ្ចីគេ$1000ទៀតយើងមានលទ្ធភាពឯណានឹងទៅសងគេនោះម៉ែវីមកពីមួយខែយើងហត់ការបង់ដើមលោកគ្រូសុខានិងលោកគ្រូរាមិនរួចនឹងហើយបានជាខ្ញុំនេះ
គិតថាខ្ចីពីគ្រូច័ន្ទរិទ្ធនឹង$1000ទៀតដើម្បីមកបង់ផ្ដាច់លោកគ្រូសុខាហើយនឹងគ្រាន់រំដោះដើមលោកគ្រូរាខ្លះនឹងឲ្យវិធូរបន្តិចណាយីអើអ្នកឯងនេះចេះតែគិតអញ្ចឹងទៅកើតណោះបើឯងចេះតែពីខ្ចីលោកគ្រូនេះណែទៅសងលោកគ្រូនោះហើយខ្ចីពីលោកគ្រូនោះមកសងលោកគ្រូនេះគង់តែថ្ងៃណាមួយនឹងគឺអស់មុខរបរអស់ដីធ្លីជាមិនខានទេម៉ែវាណែអញមិនលឺទេលោកគ្រូច័ន្ទរិទ្ធគាត់ប្រាប់កាលពីប្រជុំណាថាលុយឲ្យខ្ចីនោះគឺយកទៅបង្កើតមុខរបរថ្មីពង្រីកនៅមុខរបរដើម្បីបានប្រាក់ចំណេញណែនឹងអានមកសងគេវិញនឹងមានលុយនឹងអាចមានលុយខ្លះសល់នឹងអាចមានលុយសល់ខ្លះដើម្បីដោះស្រាយជីវភាពគ្រួសារណាម៉ែវាម៉ែណៃម៉ែដូចមីងផាលីក្បាលផ្ទះយើងអញ្ចឹងម៉ែឃើញក្រុមគ្រួសារគាត់រីកចម្រើននេះនឹងមកពីគាត់នេះតែខ្ចីប្រាក់ទៅតាមលទ្ធភាពរបស់គាត់យកប្រាក់នឹងទៅប្រកបមុខរបររកស៊ីព្យាយាមខ្នះខ្នែងរកស៊ីមិនគិតតែពីខ្ចីពីមួយទៅសងមួយអញ្ចឹងទេម៉ែមិនគឺទូនិយាយត្រូវណាម៉ែវាហើយលុយកម្ចីហ្នឹងគេឲ្យយើងនេះខ្ចីតាមលទ្ធភាពនៃការធ្វើអាជីវកម្មមុខរបររបស់យើងតែប៉ុណ្ណោះហើយយកមកប្រើប្រាស់ឲ្យត្រូវនឹងគោលដៅណាម៉ែមិនបាច់ខ្ចីគាត់ទៀតទេព្រោះថាបើគិតមើលទៅបើខ្ចីគាត់ទៀតនោះយើងនេះច្បាស់ជាមានលទ្ធភាពសងគេទៅវិញទេថាមិនត្រូវទីបំផុតនោះយើងអាចអស់ដីអស់ធ្លីដោយពុកវាថាមែនវ៉ៃណែបំណុលយើងប៉ុណ្ណឹងគឺសមល្មមដែលយើងអាចទប់ទល់បានហើយណាមួយយើងក៏មានសល់ប្រាក់ចំណេញខ្លះដើម្បីគ្រួសារយើងដែរមិនអញ្ចឹងអីឪវាត្រូវហើយណាម៉ែវានៅពេលដែលម៉ែវាឯងគិតអ្វីដែលជារឿងធំធៅអញ្ចឹងណាខ្ញុំសប្បាយចិត្តមែនទេយីលុយរបស់គេមែនស្ដាប់បានចំណេះហើយថានឹងបានរង្វាន់ទៀតសុំទូរស័ព្ទមកលេខ017 999 126 070 99 10 25 097 61 53 999នៅក្នុងកម្មវិធីជីវិតនិងលុយរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅក្នុងស្ថានីយ៍វិទ្យុទន្លេ FM 102.5 MHz ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើងចាសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីជីវិតលួយវគ្គទី2ចាប្រិយមិត្តទាំងអស់អាចខលចូលរួមក្នុងកម្មវិធីដោយមិនអស់ប្រាក់ពីទូរស័ព្ទដៃនោះទេក្រោមលេខទូរស័ព្ទមាន3ប្រព័ន្ធគឺមានលេខ017 999 126 070 99 10 និងប្រព័ន្ធទូរស័ព្ទមួយខ្សែទៀតគឺមានលេខ097 61 53 999ចាប្រិយមិត្តទាំងអស់គ្នាអាចខលចូលរួមក្នុងកម្មវិធីដើម្បីសួរសំណួរទៅកាន់វាគ្មិនកិត្តិយសដោយសារតែវាគ្មិនកិត្តិយសនៅថ្ងៃនេះគឺជាអ្នកដែលមានបទពិសោធន៍នៅក្នុងអាជីវកម្មហើយគាត់គឺជានាយកប្រតិបត្តិផងហើយមានបទពិសោធន៍អាចនឹងថាបើសិនជាប្រិយមិត្តមានសំណួរចង់សាកសួរអីអញ្ចឹងទៅគឺអាចវាគ្មិនកិត្តិយសនឹងអាចបកស្រាយបានភ្លាមៗតែម្ដងចាហើយកាលពីវគ្គមុនហ្នឹងយើងបានជជែកគ្នាច្រើនអំពីការបង្កើតអាជីវកម្ម campaign នោះដែរអញ្ចឹងនាងខ្ញុំនៅមានសំណួរចង់ងាកមកសាកសួរក្នុងការបង្កើតអាជីវកម្មវិញសូមទោសបងដូចជាមានប្រិមិត្តខលចូលរួមក្នុងកម្មវិធីហើយចាអាឡូជំរាបសួរជំរាបសួរបងស្រីជំរាបសួរលោកគ្រូផងចាជំរាបសួរបាទចាបងអនុញ្ញាតសូមស្គាល់ឈ្មោះនិងទីតាំងខលមកតិចមកបងឈ្មោះចន្ទថាចេញពីខេត្តតាកែវចាចន្ទថាខលមកពីតាកែវថ្ងៃនេះណាអ្នកតាកែវជួបអ្នកតាកែវព្រោះលោកគ្រូក៏ស្រុកកំណើតគាត់នៅខាងតាកែវដែរបាទចាថ្ងៃនេះដែរមកចន្ទថាខលចូលរួមកម្មវិធីចង់មានសំណួរសាកសួរទៅកាន់វិក្កាមកិត្តិយសឬក៏មានមតិយោបល់អីចង់ចូលរួមក្នុងកម្មវិធីផងដែរចាបានចង់សួរលោកគ្រូថាតើដើម្បីឲ្យមានយើងមានសក្តានុពលនៃការលក់តើយើងមានចំណុចអីខ្លះគ្រូដើម្បីឲ្យការលក់របស់យើងមានជោគជ័យហើយនឹងទឹកចិត្តខ្លួនឯងនៅពេលដែលការលក់របស់យើងបរាជ័យណាគ្រូចាបាទអញ្ចឹងលោកចថាចង់សួរពីរឿងសក្តានុពលក្នុងការលក់មិនអញ្ចឹងណាចាបាទហើយបើសិនជាលក់បើយើងនិយាយភាសាសាមញ្ញថាលក់ធ្លាក់ហ្នឹងអញ្ចឹងណានិយាយទៅលក់ធ្លាក់ហើយមានវិធីសាស្ត្របើសិនជាយើងលក់ធ្លាក់តើធ្វើយ៉ាងម៉េចឲ្យយើងអាចឲ្យលើកទឹកចិត្តណាខ្លួនឯងបាទខ្ញុំធ្លាប់រៀនលោកគ្រូម្ដងហើយបាទចាហ្នឹងធ្លាប់រៀនម្ដងណាគេបាទហើយអញ្ចឹងថ្ងៃនេះតែចង់រៀនម្ដងទៀតទេរៀនម្ដងទៀតព្រោះលោកគ្រូត្រូវមានមុខវិជ្ជាថ្មីមកប
បង្ហាញទៀតណាគ្រូ មានមុខទេ ចាគុណបងថាបងគេថានៅចាំស្ដាប់តែម្ដងឬក៏យ៉ាងម៉េចដែរ បាទ អីបង អត់អីទេបើលោកចន្ទថាដេញស្ដាប់ទុកទាំងទូរស័ព្ទផងវិទ្យុផងក៏បានឬក៏ស្ដាប់តែវិទ្យុក៏បានដែរចាហ្នឹងហើយអញ្ចេះបងអូនចន្ទថាណាមុននឹងឆ្លើយសំណួរសូមជម្រាបថាការពិតថ្ងៃនេះល្ងាចនេះខ្ញុំមានចូលរួមជាវាគ្មិនមួយនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារមួយដែរនៅតារាអដែង Airport ណាសន្តាគារតារា Airport ណានៅរតនា Plaza នេះល្ងាចនេះម៉ោង 5 កន្លះ 8 កន្លះគ្រាន់តែជាការជូនដំណឹងមិនមែនអញ្ជើញឲ្យបានចូលរួមទេប៉ុន្តែឥឡូវនេះសូមត្រឡប់មកសំណួរបងអូនចន្ទថាវិញបាទបងអូនចន្ទថាវិញងាយទេបងបើសិនជាយើងចង់អដែងបង្កើនខ្លួនយើងឲ្យคล้ายទៅជាអ្នកលក់ដែលមានសក្តានុពលគឺបងអូនត្រូវតែរើសយកអដែងអាជីពណាជាអ្នកលក់នឹងឲ្យបានមុតមមបាទដូចខ្ញុំបងអូនខ្ញុំមែនតើគឺការពិតខ្ញុំមិនមែនកើតមកតែជាអ្នកពូកែលក់ទេការពិតគឺខ្ញុំឆ្លងកាត់វគ្គបណ្ដុះបណ្ដាលតាក់ទងជាមួយនឹងការលក់ជាច្រើនហើយសំបីតែសប្តាហ៍កន្លងទៅនេះក៏ខ្ញុំនៅទៅរៀនតាក់ទងជាមួយនឹងការលក់នឹងដែរអញ្ចឹងសូមឲ្យតែបងអូនចន្ទថាចំណាយពេលបងអូនទៅតែចំណាយពេលណាពួកយើងត្រូវគិតថាគំនិតថ្មីវិធីថ្មីតែងតែមានជារៀងរហូតអញ្ចឹងទេបើសិនជាយើងបញ្ឈប់ដោយមិនដាញ់ស្វែងរកចំណេះដឹងបន្ថែមទៀតនោះមានន័យថាយើងទម្លាក់សក្តានុពលរបស់ខ្លួនយើងហើយចាហើយបងអូនចន្ទថាពាក្យសក្តានុពលនេះមានន័យខ្លាំងណាស់ខ្ញុំធ្លាប់រៀនខ្ញុំធ្លាប់ជួបពាក្យមួយឃ្លាគេថាមនុស្សយើងភាគច្រើនបំផុតនៅក្នុងពិភពលោកនេះគឺបានរស់នៅក្រោមយ៉ាងឆ្ងាយពីសក្តានុពលដែលខ្លួនមានបាទចាបាទក្រោមសក្តានុពលដែលខ្លួនមានន័យថាមនុស្សភាគច្រើនបំផុតគឺរស់នៅនឹងឧបមាថាភាគច្រើនបានប្រាក់ខែ100មែនតើគាត់មិនគួរបានប្រាក់ខែ100ទេតាមសក្តានុពលរបស់ពួកគាត់គាត់គួរតែបានប្រាក់ខែ500ទៅ1000ឯណោះប៉ុន្តែយើងគិតខុសនៅពេលដែលយើងបានប្រាក់ខែ100យើងចាប់ផ្ដើមគិតថា100ប្រាក់ខែតិចបើមិនជាយកលុយទៅរៀនថែមស្ដាយលុយព្រោះប្រាក់ខែយើងតិចស្រាប់ហើយទៅរៀនទៀតអស់ហើយចាប៉ុន្តែមែនតើបើយើងគិតឲ្យបានត្រឹមត្រូវយើងត្រូវផ្ទុយថានៅពេលដែលយើងបានលុយតិចយើងត្រូវតែបែងចែកភាគណាមួយនៃលុយដែលយើងមានតិចហ្នឹងយកទៅបណ្ដុះបណ្ដាលខ្លួនយើងបន្ថែមទៀតដើម្បីបង្កើនសក្តានុពលឲ្យខ្លួនយើងនឹងឲ្យកាន់តែខ្លាំងខ្ញុំឲ្យឧទាហរណ៍ដោយត្រង់បាទបងចន្ទថាខ្ញុំសង្ឃឹមថានៅស្ដាប់ហើយប្រិយមិត្តជាច្រើនទៀតដែលកំពុងស្ដាប់កម្មវិធីនេះនឹងបានជាប្រយោជន៍នៅពេលដែលយើងមានចំណូល$100ក្នុងមួយខែខ្ញុំជូនជាច្បល់ថាគួរតែចំណាយឲ្យបាន$30ដើម្បីយកទៅបោះទុនក្នុងការរៀនសូត្រចា៎ពីព្រោះបើយើងយក$30ទៅបោះទុនរៀនសូត្រក្នុងរយៈពេល1ឆ្នាំយើងនឹងចំណាយអស់$360មែនទេបងនាងបាទយើងចាយអស់$360ប៉ុន្តែបើសិនជាយើងបោះទុនរៀនក្នុងមួយឆ្នាំក្រោយមកប្រាក់ខែរបស់យើងអាចកើនដល់$150មែនទេបាទអញ្ចឹងបើសិនជាបងអូនកើន$50បងអូនគិតណា50គុណនឹង12ខែវិញបងអូនបាន600មែនទេឃើញទេបងអូនបោះ360បងអូនបាន600យេហ្នឹងណាចាអញ្ចឹងអត់ខាតទេដំបងយើងឃើញថាហាក់បីដូចជាយើងចំណាយលុយអត់ប្រយោជន៍ចំណាយពេលអត់ប្រយោជន៍ប៉ុន្តែមួយឆ្នាំក្រោយមកយើងនឹងឃើញថាប្រយោជន៍នឹងត្រឡប់មកវិញចុះបើសិនជាយើងបន្តការអភិវឌ្ឍតទៅទៀតណាយើងនឹងទទួលបានប្រយោជន៍នឹងកាន់តែច្រើននេះចំណុចត្រង់សក្តានុពលមិនអាស្រ័យទៅលើថាអាជីពខាងលក់ទេទោះបីជាខាងអីក៏ដោយបាទជាខាងអីក៏ដោយបើសិនជាយើងបន្តទៅទៀតយើងកាន់តែចេះយើងឧទាហរណ៍ថាសូម្បីតែពិធីករទូរទស្សន៍ឬពិធីករវិទ្យុដោយកញ្ញាថ្ងៃនេះដែលធ្វើជាពិធីការនីនៅវិទ្យុនៅក្នុងកម្មវិធីជីវិតនឹងលុយនេះចា៎បើសិនជាកញ្ញាចំណាយពេលចំណាយថវិកាខ្លះក្នុងការដែលទៅចូលរួមវគ្គដែលគេបណ្ដុះបណ្ដាលដែលអាជីពជាពិធីការនីឬពិធីករខ្ញុំជឿថា2ឆ្នាំក្រោយមក3ឆ្នាំក្រោយមកឬ5ឆ្នាំក្រោយមកកញ្ញានឹងមានឱកាសធំជាងហ្នឹងហើយទៅកាន់វិទ្យុដែលល្បីមែនទេបាទណាល្បីមែនទេខ្ញុំឲ្យឧទាហរណ៍ថាយើងនៅទីនេះយើងមានចំណូលមួយណា
បើសិនជាយើងបន្តអភិវឌ្ឍខ្លួនយើងនឹងទៅកាន់ស្ថានីយ៍ណាមួយដែលធំជាងហ្នឹងបាទហើយគេមានចំណូលច្រើនជាងយើងអាចចំណូលច្រើនជាងយើង10 ដងក៏មានដែរបាទណាបាទណាអាចជាងយើងជា10 ដងក៏មានដែរប៉ុន្តែផ្ទុយទៅវិញបើសិនជាយើងគិតថាចុះរាល់ថ្ងៃខ្ញុំធ្វើប៉ុណ្ណឹងបានប្រាក់ខែមិនបន្តិចហ្នឹងគេបើឆ្លៀតដកលុយទៅរៀនបន្តិចទៅមិនសល់បាទចាអញ្ចឹងបងប្អូនត្រូវសួរខ្លួនយើងថាតើយើងចង់សល់ចំណេះមុនឬយើងចង់សល់លុយមុនឬក៏ភាសាមួយយ៉ាងទៀតយើងចង់សល់ចំណេះឲ្យបានច្រើនឬយើងចង់សល់លុយតិចតួចបាទហ្នឹងហើយបើសិនជាបងអូនព្យាយាមសន្សំលុយបន្តិចបន្តួចបងអូនអាចសន្សំមួយជីវិតមិនដឹងបានស្មើបងអូនយកទៅអភិវឌ្ឍចំណេះដឹងមកបន្តិចហើយបងអូនយកចំណេះដឹងហ្នឹងប្រែទៅជាលុយវិញបងអូនបានលុយច្រើនជាងនឹងឆ្ងាយបាទឆ្ងាយមែនតើត្រឡប់ទៅវិញហើយមួយទៀតចំណុចមួយទៀតដែលបងអូនចន្ទថាសួរថាបើសិនជាលក់ធ្លាក់ណាតើមានវិធីសាស្ត្រអីលើកទឹកចិត្តខ្លួនឯងបាទបងអូនចន្ទថាត្រូវគិតថានៅក្នុងโลกនេះគ្មានអ្វីដែលកើតឡើងដោយចៃដន្យទេគេបាទកម្រណាស់ដែលកើតឡើងដោយចៃដន្យគឺសិតតែរឿងដែលកើតឡើងដោយស្ថានភាពគេហៅអាចស្ថានភាពជាតិឬស្ថានភាពអន្តរជាតិឬក៏បើមិនអញ្ចឹងទេដោយសារខ្លួនយើងខ្លួនឯងហ្នឹងមិនមានផែនការច្បាស់លាស់ចា៎អញ្ចឹងយើងត្រឡប់ទៅមើលវិញថាតើយើងពិតជាមានផែនការអាជីវកម្មផែនការជីវិតផែនការទីផ្សារយើងនឹងច្បាស់លាស់ដែរអត់បើសិនជាមានការលក់ធ្លាក់ដោយចៃដន្យហ្នឹងគឺតិចណាស់អត្រាធ្លាក់ដោយចៃដន្យសឹងតែ 1% គ្មានផងបើសិនជាយើងមានផែនការត្រឹមត្រូវទី2បើសិនជាជួបរឿងចៃដន្យយើងមិនបាច់ធ្លាក់ទឹកចិត្តទេពីព្រោះយើងត្រូវគិតថាយើងមិនត្រូវឲ្យ 1% មកបំបាក់ទឹកចិត្តលើយើងទេបើលើកលែងតែ 99% បានយើងបាក់ទឹកចិត្តបានចា៎ 1% មិនអាចឲ្យយើងបាក់ទឹកចិត្តបានទេអញ្ចឹងយើងដឹងច្បាស់ថាបើយើងមានផែនការត្រឹមត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវយើងនៅខាង 99% ដែលឈ្នះចា៎បាទដែលឈ្នះ 1% តែ1% ទេដែលមានឱកាសអាក្រក់ណាមួយធ្វើឲ្យយើងដែងផ្្លាត់ស្នៀតបរាជ័យហើយអញ្ចឹងបើសិនជាមាន 1% ឲ្យយើងផ្្លាត់ស្នៀតបរាជ័យយើងត្រូវគិតថាយើងត្រូវតែបន្តរៀបចំផែនការយុទ្ធសាស្ត្រឲ្យបានច្បាស់ពីព្រោះយើងគិតថាវានៅ 99% 1% នេះគ្រាន់តែរឿងចៃដន្យនៅក្នុងពេលនេះតែប៉ុណ្ណោះទេបាទចា៎ហើយខ្ញុំឲ្យឧទាហរណ៍ថាអញ្ចឹងដែងសួរលោកសម្បត្តិវិញមើលថា campaign ហ្នឹងធ្លាប់លក់ធ្លាក់អត់ទេបាទចា៎យើងទទួលស្គាល់យើងលក់ធ្លាក់បាទនៅឆ្នាំ 2010 យើងធ្លាប់លក់ធ្លាក់ដែរបាទហើយទោះបីជាយើងមានផែនការល្អិតល្អន់យ៉ាងម៉េចក៏ដោយគឺយើងនៅតែលក់មិនដល់គោលដៅដែលយើងបានកំណត់ដោយសារពេលហ្នឹងគឺថាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលគឺមិនមែនជួបតែយើងម្នាក់ឯងបាទហើយនៅពេលដែលវាមិនមែនជួបតែយើងម្នាក់ឯងឬមូលហេតុអីយើងត្រូវបាក់ទឹកចិត្តនេះបាទចាមិនមែនតែរឿងអីដែលយើងត្រូវបាក់ទឹកចិត្តយើងមិនត្រូវជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស1លានអ្នកបាក់ទឹកចិត្តតែម្នាក់ឯងទេបាទអញ្ចឹងយើងអត់បាច់ទៅបាក់ទឹកចិត្តជាមួយវាទេយើងគ្រាន់តែគិតថាឱកាសនេះយើងធ្វើមិនបានប៉ុន្តែវានឹងមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខហើយយើងនឹងធ្វើបានច្រើនជាងហ្នឹងនៅពេលដែលយើងបន្តឲ្យមានផែនការច្បាស់លាស់និងយុទ្ធសាស្ត្រត្រឹមត្រូវបាទចឹងសូមឆ្លើយជូនបងចន្ទថាប៉ុណ្ណឹងចុះបាទចាអរគុណចំពោះសំណួរហើយបងខ្ញុំសង្ឃឹមថានឹងមានប្រិមិត្តអាចខលចូលរួមក្នុងកម្មវិធីទៀតក្រោមលេខទូរស័ព្ទមាន3ប្រព័ន្ធគឺមានលេខ017 999 126 079 99 1025និងប្រព័ន្ធទូរស័ព្ទមួយខ្សែទៀតគឺមានលេខ097 61 53 999ចាដោយសារតែថាអត់ទាន់មានប្រិមិត្តខលចូលរួមទេនឹងខ្ញុំចង់ឲ្យមានសំណួរមួយចង់សាកសួរទៅកាន់វិក្កាមកិត្តិយសដែរគឺចង់សួរថាបងមានវិធីសាស្ត្រអូចាមានប្រិមិត្តខលមួយរូបទៀតហើយអាឡូជំរាបសួរអាឡូបាទអាឡូជំរាបសួរបាទជំរាបសួរលឺអត់បងចាលឺហើយបងចាសូមអនុញ្ញាតស្គាល់ឈ្មោះហើយនិងទីតាំងខលមកផងឈ្មោះលីណាចាលីដាខលមកពីខាងណាដែរលីដាលីណាបងលីណាបាទលីណាចាលីណាខលមកពីខាងណាដែរខលទៅពីខាងស្ទឹងមានជ័យស្ទឹងមានជ័យចាស្ទឹងមានជ័យស្ទឹងមានជ័យអ្នកស្រុកខ្ញុំតើស្ទឹងមានជ័យពួកខ្ញុំនៅស្ទឹងមានជ័យដែរឥឡូវហ្នឹងកន្លែងណាបងចាកន្លែងណាបាទខ្ញុំនៅដែង Sony បាទសំណង Sony បរិយា Sony ណាចាបាទហើយថ្ងៃនេះដែរខលចូលរួមក្នុងកម្មវិធីមានអីចង់សំណួរសាកសួរសំណួរទៅកាន់វិក្កាមកិត្តិយសឬក៏មានមតិយោបល់អីចង់ចូលរួមក្នុងកម្មវិធីដែរក្នុងសប្តាហ៍នេះគាត់លើមិនទៅចូលតែអត់ដល់នឹងកម្មវិធីបងអូចាថ្ងៃនេះដែរខលចូលរួមអត់ដឹងទៅកម្មវិធីអីចាកម្មវិធីនេះគឺកម្មវិធីជីវិតនឹងលុយ
ចាដោយសារតែថាកម្មវិធីចង់ឲ្យប្រិមិត្តខលចូលរួមក្នុងកម្មវិធីដើម្បីសួរសំណួរទៅកាន់វិក្កាមកិត្តិយសអីចឹងណាប៉ុន្តែដោយសារតែថាលីណាអត់ដឹងអំពីនេះអញ្ចឹងចាំឱកាសក្រោយប៉ុន្តែស្វាគមន៍ផងបងលីណាមកកាន់ការស្ដាប់ឲ្យកម្មវិធីជីវិតនឹងលុយនេះបាទព្រោះយើងបានប្រិយមិត្តថ្មីម្នាក់ទៀតថ្ងៃនេះចាជារៀងរាល់សប្តាហ៍គឺថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺ12ដល់ម៉ោង1ចាហើយអញ្ចឹងអាចឲ្យលីណាឲ្យស្ដាប់នៅសប្តាហ៍ក្រោយនឹងផ្ដល់នៅចំណេះដឹងផ្នែកហិរញ្ញវត្ថុផងផ្នែកអាជីវកម្មផងដែរចាហើយដោយសារតែអញ្ចឹងឲ្យបន្តទៅកាន់សំណួរកម្មវិធីរបស់យើងតែម្ដងទៅចង់ដឹងអំពីចាវិធីសាស្ត្រក្នុងការឲ្យបង្កើតព្រោះដោយសារតែបងគឺជាអ្នកដែលមានបទពិសោធន៍នៅក្នុងអាជីវកម្មចង់ដឹងថាបងមានវិធីសាស្ត្រយ៉ាងណាដើម្បីបង្កើតនៅអាជីវកម្មបានហើយឲ្យណាមួយចង់ភ្ជាប់គ្នាតែម្ដងទៅព្រោះបើសិនជាយើងបង្កើតអាជីវកម្មឲ្យអ្នកខ្លះបង្កើតហើយគឺនេះទៅវិញគឺនិយាយថាអត់អាចគ្រប់គ្រងទៅវាបានណាដោយសារតែអ្នកខ្លះថាបង្កើតស្រួលទេប៉ុន្តែគ្រប់គ្រងទៅលើវាបាក់អញ្ចឹងមានវិធីសាស្ត្រយ៉ាងណាដើម្បីបង្កើតហើយគ្រប់គ្រងឲ្យវាមាននិរន្តរភាពហើយមានស្ថិរភាពទៀតចាអរគុណបងអូនសំណួរនេះល្អណាស់ពីព្រោះអាជីវកម្មមែនតើទៅគឺបង្កើត10ដួល8បង្កើត10គឺបរាជ័យ8នៅសល់តែ2ទេហើយ2ហ្នឹងមួយដំណើរការល្អមួយដំណើរការមិនទៅល្អបាទបើយើងនិយាយពីថា10អាជីវកម្មស្លាប់8អាជីវកម្មនៅរស់2អាជីវកម្មអាជីវកម្ម2ដែលនៅរស់ហ្នឹងមួយដំណើរការល្អមួយដំណើរការមិនទៅល្អទេអញ្ចឹងនៅពេលដែលយើងគិតថាទៅវិធីសាស្ត្រក្នុងការបង្កើតអាជីវកម្មដើម្បីឲ្យអាជីវកម្មនឹងវាប្រកាសថាដំណើរការទៅមានប្រសិទ្ធភាពនឹងយើងត្រូវធ្វើយ៉ាងម៉េចបាទពីព្រោះយើងមិនចង់អាដែងបង្កើតមុខរបរហើយវាបរាជ័យទេកាលណាបរាជ័យទី1គឺប៉ះពាល់ដល់កិត្តិយសយើងបាទខាតពេលយើងខាតលុយយើងបាទនឹងមានការខូចខាតច្រើនទៀតជាពិសេសគឺថាខូចខាតដល់ទឹកចិត្តយើងផ្ទាល់នឹងក្រុមគ្រួសារយើងទាំងមូលបាទដូចជារឿងខ្លីមិនអញ្ចឹងគឺថាប្តីខំខាត់ប្រពន្ធថាទៅខ្ចីគេមកធ្វើអីទៀតបាទហ្នឹងហើយយើងខ្ចីលុយគេមកធ្វើអាជីវកម្មរាល់ថ្ងៃហ្នឹងយើងមួយខែនេះយើងសងគេវិញសឹងតែមិនគ្រប់ផងចាមិនគ្រប់ផងចាហើយបើម៉ាក់វាឯងទៅខ្ចីលុយគេមកទៀតហ្នឹងមិនកាន់តែកុនលើដើមហ្នឹងចាបាទហើយប៉ុន្តែដៃគ្រួសារគាត់ណាប្រពន្ធគាត់ថាអញ្ចឹងហើយបានសុកចិត្តទៅខ្ចីគេហ្នឹងដើម្បីយកមកសងអ្នកដែលយើងកំពុងឲ្យជពាក់ហ្នឹងគេបាទប៉ុន្តែដល់ទៅពេលកូនគាត់ប្តីគាត់ទៅក៏គាត់ចាប់ផ្ដើមគិតឡើងវិញគាត់សម្រេចចិត្តថាអញ្ចឹងមិនបាច់ខ្ចីក៏បានដែរយើងខំប្រឹងរកស៊ីខំប្រឹងរកខំប្រឹងកែលម្អអាជីវកម្មដែលយើងមានពេលបច្ចុប្បន្នដើម្បីបង្កើនចំណូលរួចហើយយើងអាចរកបង្កលទ្ធភាពសងលុយគេនៅបានស្រួលហើយចាំចងសងចប់សពគ្រប់អីហើយចាំយើងគិតពីរឿងថាតើយើងត្រូវខ្ចីគេមកពង្រីកបន្ថែមឬយ៉ាងម៉េចអានេះក៏ពិតរឿងនេះគឺពិតជាបានផ្ដល់នៅតែយើងហៅថាគំនិតបាទផ្ដល់នៅគំនិតផ្ដល់នៅរបៀបគិតឲ្យយើងបានមួយចំនួនធំដែរអញ្ចឹងខ្ញុំត្រឡប់ទៅកាន់វិធីសាស្ត្រក្នុងការបង្កើតវិញហើយខ្ញុំជឿថាពេលវេលាដែលយើងមាននេះបងអូនខ្ញុំមិនអាចរៀបរាប់បានអស់ទេចាប៉ុន្តែខ្ញុំឲ្យខ្លីៗបាទទី1បងអូនត្រូវគិតថាយើងមុននឹងបង្កើតអាជីវកម្មណាមួយដើម្បីឲ្យប្រកបថាជោគជ័យយើងត្រូវមើលអាជីវកម្មហ្នឹងថាអាជីវកម្មហ្នឹងពិតជាអាជីវកម្មដែលមើលទៅមានចរិតលក្ខណៈថាពិបាកធ្វើណាហើយមានមនុស្សមួយចំនួនបានឆ្លងកាត់វារួចហើយបរាជ័យវារួចហើយមានពេលខ្លះយើងសុកចិត្តទៅជ្រើសរើសយកអាជីវកម្មដែលគេបរាជ័យហើយយកមកធ្វើការកែលម្អវិញណាវាអាដែងប្រសើរជាងដែលយើងទៅចាប់អាជីវកម្មណាដែលយើងយល់ថាថ្មីប៉ុន្តែវាងាយបង្កើតដែលយើងគិតថាអាហ្នឹងងាយណាយើងបង្កើតថ្មីខ្លួនយើងតែហ្មងទៅណាវាអាចនឹងបរាជ័យអត្រាបរាជ័យច្រើនជាងយើងទៅមើលអាជីវកម្មណាដែលខ្ញុំដូចបញ្ជាក់ពីខាងដើមថាអាជីវកម្មហ្នឹងយើងមើលទៅទោះណាថ្មីក៏ដោយឬមានស្រាប់ក៏ដោយប៉ុន្តែយើងមើលឃើញថាអាជីវកម្មហ្នឹងគឺជាអាជីវកម្មដែលលំបាកបាទណាដែលលំបាកបើយើងមើលឃើញថាលំបាកមានន័យថាភាគច្រើនអ្នកដទៃគេនឹងមើលឃើញថាលំបាកហើយនៅពេលដែលយើងធ្វើបានសម្រេចគឺមានន័យថាយើងនឹងមានអតិថិជនច្រើនមែនទែនបាទគេពីព្រោះអ្នកភាគច្រើនអត់ធ្វើទេសុកចិត្តចាំទិញវិញត្រូវទេបងបាទហ្នឹងហើយចុះបើសិនជាភាគច្រើនដែលអាចធ្វើបានវិញមានន័យថាអ្នកដែលទិញវាតិចព្រោះភាគច្រើននៅមានតែអ្នកលក់ហើយខ្ញុំជឿថានៅក្នុងសង្គមរាល់ថ្ងៃនេះយើងក៏ឃើញដែរថាអើយឥឡូវនេះឃើញតែអ្នកលក់ណាចាឃើញតែលក់ខ្ញុំឃើញតែទៅផ្សារខ្លះអីសួរគាត់ខ្ញុំចូលទៅផ្សារខ្ញុំសួរថាមិនដែរចេះអាជីវកម្មដេញដំណើរការហ្នឹងមិនដែរបងគាត់ថា
មើលទៅឥឡូវហ្នឹងអ្នកលក់វាច្រើនពេកហ្នឹងគេហ្នឹងបាទមូលហេតុអីបានជាយើងឃើញទទួលបានអាដែងចម្លើយថាអ្នកលក់ច្រើនពេកដោយសារតែអ្នកលក់ទាំងអស់ហ្នឹងគាត់គិតដូចតែគ្នាហ្នឹងចាគាត់គិតថាអាហ្នឹងវាស្រួល ចាបាទគ្រាន់តែជួលកន្លែងគេទៅជួលតូបទៅទិញឲ្យបានដាក់មកលក់ទៅហ្នឹងចាបាទហើយបើសិនជាយើងទៅធ្វើអត់នេះធ្វើអត់នោះធ្វើដូចបងឯងខ្ញុំស្មុគស្មាញណាស់ខ្ញុំធ្វើមិនបានទេចាហើយខ្ញុំថាអាហ្នឹងវាអញ្ចឹងហើយណាយើងមិននាំគ្នាទៅជំនះក្នុងការគិតអ្វីដែលវាស្មុគស្មាញបន្តិចពីព្រោះខួរក្បាលរបស់យើងការពិតវាឆ្លាតណាស់នៅពេលដែលយើងបង្ខំវាឲ្យចេះគិតប៉ុន្តែវានឹងល្ងងបំផុតនៅពេលដែលយើងសម្រេចចិត្តបែបខ្ជិលគិតធ្វើតាមគេអញ្ចឹងយើងទៅជាមនុស្សម្នាក់ខ្ជិលគិតចាំតែធ្វើតាមគេឃើញគេធ្វើអីស្រួលធ្វើនឹងដែរបាទហើយដល់ទៅពេលយើងជួបបញ្ហាយើងទៅបន្ទោសថាមកពីទីផ្សាររងថ្ងៃចង្អៀតមនុស្សវាច្រើនដែលម្នាក់លក់វាច្រើនពេកឃើញប៉ុន្តែការពិតយើងត្រឡប់ទៅមើលខ្លួនយើងវិញថាការពិតមកពីយើងហ្នឹងគិតងាយពេកគិតស្រួលពេកគិតតាមភាកច្រើនហ្នឹងនេះហើយជាបញ្ហាសម្រាប់យើងអញ្ចឹងខ្ញុំគាត់ទៅបង្ហាញកលឹះប៉ុណ្ណឹងការពិតមានកលឹះជាច្រើនប៉ុន្តែខ្ញុំជឿថាពេលវេលាយើងមានមិនគ្រប់គ្រាន់ក្នុងការធ្វើអត្ថាធិប្បាយឲ្យបានល្អិតល្អន់ទេចាដោយសារតែថាសូមអធិស្ឋានផងដោយសារតែសំណួរជាមិនបានខ្វះបាយដោយសារតែពេលវេលាយើងវារៀងខើចទៅហើយកញ្ញាខ្ញុំចង់ឆ្លៀតថែមមួយនាទីតាក់ទងជាមួយនឹងមិញព្រោះកញ្ញាបានសួរខ្ញុំរឿងឱកាសចាហើយខ្ញុំមិនទាន់បានដែងបញ្យល់រឿងឱកាសការពិតទៅឱកាសយើងចែកទៅជា3បាទបើយើងនិយាយគេហៅនៃប្រភេទមនុស្ស3យ៉ាង3ក្រុមទី1គឺថាក្រុមមនុស្សដែលរងចាំឱកាសបាទក្រុមទី1ក្រុមរងចាំឱកាសចាំមានឱកាសចាំធ្វើចាំមានឱកាសចាំទៅបាទយើងឧទាហរណ៍បើសិនជាដែងតាក់ទងមួយអាកាសធាតុវិញចាំតិចបន្តិចចាំទៅចាំរាំងភ្លៀងចាំទៅបាទចាំព្រឹកឡើងចាំទៅដែងបាទចាំថ្ងៃទំនេរចាំទៅអាហ្នឹងសិតតែអ្នកចាំហើយភាគច្រើនហ្នឹងអ្នកចាំហ្នឹងគឺទទួលបានជោគជ័យតិចតួចណាស់ទេបាទពីព្រោះពួកគាត់រស់ដោយការរងចាំបាទចាទី2គឺអ្នកដែលឆក់ឱកាសឬក៏ឆ្លៀតឱកាសបាទឬក៏ទៅស្វែងរកឱកាសចំពោះអ្នកដែលឆក់ឱកាសឆ្លៀតឱកាសស្វែងរកឱកាសគឺជាអ្នកដែលទទួលបានជោគជ័យគួរសមក្នុងជីវិតណាពីព្រោះគាត់អត់រងចាំទេគាត់ទៅស្វែងរកអញ្ចឹងគាត់បាទទទួលបានជោគជ័យគួរសមក្នុងជីវិតបាទបើយើងនិយាយទៅគេហៅថាអ្នកមធ្យមបាទអ្នកមធ្យមអ្នកដែលមានចំណូលមធ្យមមិនជាមានខ្លាំងទេប៉ុន្តែមិនក្រទេចាប៉ុន្តែអ្នកដែលឃើញថាមានសម្បើមនៅក្នុងពិភពលោកនេះតែហ្មងគឺភាគច្រើនគឺជាអ្នកដែលបង្កើតឱកាសបាទមិនរងចាំមិនស្វែងរកប៉ុន្តែបង្កើតតែម្ដងបាទអញ្ចឹងមានន័យថាគាត់បង្កើតឱកាសឲ្យអ្នករងចាំផងបង្កើតឱកាសឲ្យអ្នកស្វែងរកផងអញ្ចឹងពួកហ្នឹងមករកគាត់ទាំងអស់មែនទេបាទចាហើយដោយសារតែថាពេលវេលាយើងខើចហើយគូអាចមានបងប្អូនអាចមានពាក្យអីចុងក្រោយដើម្បីផ្ដាំទៅកាន់ប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែស្ដាប់កម្មវិធីជីវិតនឹងលុយនេះផងដែរបាទខ្ញុំចង់បញ្ជាក់ដោយខ្លីថាបើរឿងការធ្វើអាជីវកម្មណាប្រិយមិត្តមិនត្រូវគិតថាមកពីយើងរៀនបានតិចពេកបានយើងធ្វើអាជីវកម្មធំដុំមិនកើតយើងត្រូវគិតថាភាសាអង់គ្លេសថា lifelong learning មានន័យថាការរៀនគឺរៀនមួយជីវិតពេលណាក៏យើងអាចរៀនបានដែរបាទយើងមិនចាំបាច់ថាយើងរៀនបានតិចហើយយើងយកអាហ្នឹងទៅជាបន្ទុកសម្រាប់ជីវិតយើងថាយើងរៀនបានតិចពេកយើងធ្វើអីមិនកើតទេទី2កុំឲ្យយកលេសថាមកពីយើងអត់លុយបានយើងអត់អាចទៅរកស៊ីជាមួយគេបានយើងត្រូវគិតថាការពិតមកពីយើងវាអត់គំនិតទេបើសិនជាយើងមានគំនិតការពិតមិនខ្វះលុយរកស៊ីទេពីព្រោះជុកពីមុនដែលគេក្រដែរឥឡូវគេមានមិនវិញកាលគេក្រគេអត់លុយរកស៊ីដូចតែយើងអញ្ចឹងប៉ុន្តែគេមានគំនិតបានគេមានអញ្ចឹងបាទមិនមែនគេមានលុយហើយបានយើងឃើញលុយគេយើងថាគេមានទេការពិតគេមានគំនិតបាទជាមុនហើយជាចុងក្រោយមិញខ្ញុំនឹងត្រឡប់មកកាន់ឱកាសវិញថាកុំនាំគ្នាទៅរងចាំឱកាស 95% នៃមនុស្សគឺជាអ្នករងចាំឱកាសអញ្ចឹងកុំរងចាំឱកាសបាទយើងគួរតែនៅក្នុង 5% វិញគឺជាអ្នកដែលស្វែងរកឱកាសឬក៏បង្កើតឱកាសបាទហើយបើសិនជាយើងបាននៅក្នុងអា 0.5% នេះអាភាគរយទាបបំផុតដែលជាអ្នកបង្កើតឱកាសហ្នឹងបានយើងជាមនុស្សអស្ចារ្យមែនទេចាសូមអរគុណចំពោះវិក្កាមកិច្ចយុក្នុងស្ដាប់បណ្ដានេះដែលមានចំណាយពេលដ៏មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីហើយនេះខ្ញុំក៏សូមគោរពថ្លែងអំណរគុណនិងសូមគោរពជូនពរសូមឲ្យលោកបើមានសុខភាពល្អនិងជោគជ័យនៅក្នុងវិស័យការងារផងដែរហើយចា៎នេះខ្ញុំក៏សូមគោរពថ្លែងអំណរគុណទៅដល់ប្រិយមិត្តទាំងអស់គ្នាដែលនិយមគាំទ្រ
កម្មវិធីជីវិតនឹងលុយសូមឲ្យមានសុខភាពល្អរកទទួលទានមានបានគ្រប់គ្រងគ្រួសារពេលនេះដែរនេះខ្ញុំបញ្ញនិតជួបជាមួយលោកវិទ្យាខ្ញុំសោមសម្បត្តិបាទចាសូមលំអរកាយនិងជម្រាបលាជួបគ្នានៅថ្ងៃស្អែកទៀតចាជម្រាបលាប្រិយមិត្តបាទចា